ឥឡូវយើងចូលមកដល់លំហាត់ទី6នៅក្នុងលំហាត់ទី6នេះដែរគឺអានប្រធានសំណាក់ថាតើគេប្រាប់ពីយើងហើយគេចង់ឲ្យយើងរកអីយ៉ាងនៅក្នុងនេះគេថាអំពីយើងក្នុងកសិកម្មមួយប្រភេទការធ្វើមីតបន្តអំពីបានគេក្នុងសរុបចំនួន512គេដឹងថាក្នុងមួយវត្តកសិកម្មប្រើរយៈពេល24ម៉ោងចឹងក្នុងមួយវត្ត24ម៉ោងហើយមួយទៀតនៅក្នុងមួយវត្តកសិកម្មស្មើនឹង1មីតដូចគេប្រាប់យើងប្រាប់មកមួយវត្តស្មើនឹង1មីតហើយនៅក្នុងរូបមន្តយើងឃើញបែបនេះរូបទី5ក៏គេនៅក្នុងរូបមន្តក៏មានដែរពេលដែលយើងមើលរូបហើយយើងវិចាររូបមន្តនេះគេចាតើយើងទៅមើលជំកគេទូថាតើអង្គប្រយោគនេះធ្វើមីតប៉ុន្មានដងជំខតើអង្គប្រយោគនេះមានប៉ុន្មានថ្ងៃចេះគេឲ្យយើងហៅដល់ទៅ2ចឹងទី1គឺរកចំនួនដងនៃមីតទី2គឺរកចំនួនរបស់អង្គប្រយោគនេះមានស្រួលគឺក្នុងលំហាត់ទី5ទាំងអស់ណាចឹងគ្រូប្រាប់របៀបទៅធ្វើនឹងចម្លើយតែពួកយើងធ្វើខ្លួនឯងចាអញ្ចឹងនៅក្នុងលំហាត់ទី6នេះគ្រូប្រាប់តែគន្លឹះបំរាប់ហើយនឹងចម្លើយហើយរបៀបធ្វើគឺយើងសាករៀនដោះស្រាយរៀនសរសេរចាតោះចឹងខ្ញុំជំនួសសិនមកហើយយ៉ាងណាបំរាប់ដូចគេប្រាប់យើងចឹងបំរាប់ដូចគេប្រាប់យើងមានដល់ទៅ2ហើយមួយទៀតនោះគេប្រាប់ក្នុងមួយវត្តកសិកម្មស្មើនឹង1មីតចឹងឃើញមីតមែនវត្តកសិកម្មក៏ស្មើប៉ុណ្ណឹងដែរតោះចឹងយើងត្រូវដឹងថាគេចង់បានចំនួននៃមីតណាចឹងយើងទៅមើលឧបមានៅក្នុងលំហាត់ចាស់គេពិចារណាបែបណាដើម្បីឲ្យចំនួនដងនៃមីតឃើញចានេះគ្រូដាក់ចុចនេះគឺយើងពិចារខ្លួនឯងណាយើងទៅមើលពិចារគេឡើងហើយនៅក្នុងសំណួរកហ្នឹងចម្លើយវាគឺស្មើនឹង9ដងយើងទៅធ្វើទៅរៀនវិចាររៀនកណនីមកដើម្បីទាញផ្ទាត់ចម្លើយរបស់អ្នកត្រង់ចានៅក្នុងសំណួរកគឺមានប៉ុណ្ណឹងឥឡូវយើងចូលទៅសំណួរខគណនាអាយុអង្គពីយើងគិតជាថ្ងៃចាចឹងយើងដាក់រូបមន្តគេសិនថាអាយុអង្គពីយើងស្មើអ្វីពេលដែលយើងដាក់ហើយយើងទៅមើលថាអីគេដែលយើងខ្វះនេះចំនួនវត្តកសិកម្មទៀតតែមានណាដោយសាររយៈពេលមួយវត្តកសិកម្មនេះគឺគេប្រាប់ថាគឺ24ម៉ោងចឹងអីដែលខ្វះគឺវត្តកសិកម្មហើយជាមួយទៀតចំនួនវត្តកសិកម្មគឺគេប្រាប់ហើយស្មើនឹង1មីតចឹងបើមីតមានប៉ុន្មាននៅក្នុងចំនួនកមីតឃើញប៉ុន្មានយើងចំនួនចូលនឹងក្នុងនោះមកចំនួននេះឃើញមកហើយក្នុងនេះលោកគ្រូអត់ប្រាប់របៀបធ្វើទេគឺយើងសាករៀនធ្វើហើយធ្វើតបចម្លើយជាមួយនេះក្រុមចាចឹងវិចារអីខ្លះយើងដាក់មកហើយនេះចំនួនខអាយុរបស់អំពីគឺមាន9ថ្ងៃអញ្ចឹងយើងសាកទៅកណនាទៅគុំគូមើលថាអំពីយើងមានអាយុ4ថ្ងៃមែនអត់អញ្ចឹងនៅក្នុងសំណួរគឺថាចាអញ្ចឹងក្នុងលំហាត់ទី6នេះដែរគឺមានប៉ុណ្ណឹងអរគុណ